ស្ដីម្ដងទៀតអ្នកនរគ្នានេះគឺជាវីដេអូដែលខ្ញុំធ្វើដំណើរកម្សាន្តជាមួយស្វាមីខ្ញុំពីម្សិលមិញទៅតាមតំបន់ព្រៃភ្នំហើយមានទេសភាពស្រស់ស្អាតអញ្ចឹងទៅខ្ញុំក៏ធ្វើវីដេអូចង់ចែកម្លែកឲ្យបង្ហាញថាតើទេសភាពនៅក្នុងតាមព្រៃភ្នំវាស្រស់ស្អាតបែបណាតោះទៅមើលទាំងអស់គ្នាជាមួយពួកខ្ញុំមុនពួកខ្ញុំមកដល់ទីនេះពួកយើងបានជិះឡានប្រហែលជា1ម៉ោងជាងពីផ្ទះរដូវក្តៅរបស់ពួកយើងបានដាក់កង់នៅក្នុងគូទឡានហើយយកមកជិះដំណើរកម្សាន្តនៅទីនេះនៅថ្ងៃនេះគឺជាថ្ងៃបុណ្យ Princess Day ជាភាសាដាណឺម៉ាកឬក៏អង់គ្លេសដែលខ្ញុំអត់ដឹងច្បាស់ដែរហើយអ្នកនរគ្នាអាចមើលបើកថ្ងៃហើយស្រស់ស្អាតមែនតើផ្ទៃមេឃពណ៌ខៀវជាមួយនឹងធម្មជាតិពណ៌បៃតងស្លឹកឈើលាស់ខ្ចីជាមួយនឹងផ្កាស្រស់ស្អាតទីទៀតអ្នកនរគ្នាបានមើលឃើញពេលពួកខ្ញុំនៅតាមដងផ្លូវដើរទៅហើយនេះពួកយើងយកកង់ទៅជិះហើយមើលទៅទេសភាពជាមួយនឹងទឹកដែលពណ៌ខៀវស្រងាត់អ្នកនរគ្នាឃើញហើយពួកយើងតែងតែចូលចិត្តពេលទន្លេក្រៅពីការងារឬក៏ការរៀនសូត្រដូចជាខ្ញុំទៅរៀនឬក៏ទំនេរពីការងារស្វាមីខ្ញុំក៏ទំនេរពីការងារគឺពួកយើងនាំគ្នាតែងតែធ្វើដំណើរកម្សាន្តទៅតាមតំបន់នានានៃប្រទេសដាណឺម៉ាកហើយនេះគឺជាទេសភាពនៅតាមជាយភ្នំធម្មជាតិនៃប្រទេសដាណឺម៉ាកគឺអត់ឆ្ងាយពីទីក្រុងទេពួកយើងជិះតែ1ម៉ោងជាងតែប៉ុណ្ណោះហើយជាធម្មតាពួកយើងតែងតែធ្វើដំណើរកម្សាន្តតាមតំបន់នានាហើយធ្វើវីដេអូចែកម្លែកខ្ញុំចូលចិត្តថតនិងចែកម្លែកឲ្យអ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាអាចមើលបាននៅពេលទំនេរហើយជួយចុច follow ទាំងអស់គ្នាអរគុណច្រើនហើយនេះជាផ្លូវដែលពួកយើងជិះកង់តម្រង់ទៅកន្លែងដែលយើងចង់ធ្វើដំណើរកម្សាន្តឬក៏មើលតាមទេសភាពចឹងណាហើយជាធម្មតាគឺមានគេជិះកង់ច្រើនហើយនឹងដំណើរកម្សាន្តតាមព្រៃភ្នំពេល holiday ដែរអញ្ចឹងណាហើយអ្នកនរគ្នាឃើញទេសភាពនៅទីនេះនៅក្នុងវីដេអូស្អាតមើលទៅឃើញស្អាតប៉ុណ្ណឹងតែនៅខាងក្រៅស្អាតខ្លាំងណាស់ព្រោះវាពណ៌បៃតងផ្ទៃមេឃពណ៌ខៀវស្ងាត់ហើយជាមួយនឹងផ្កាក្លិនក្រអូបហើយទេសភាពស្រស់ស្រាយខ្យល់អាកាសបរិសុទ្ធក្រៅពីទីក្រុងអញ្ចឹងណាខ្ញុំចូលចិត្តលេងសើចជាមួយស្វាមីខ្ញុំធ្វើគាត់សើចញ៉ែញោះគាត់អញ្ចឹងណាហើយមានតែនាំអ្នកដើរលេងហើយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តដើរលេងដំណើរកម្សាន្តនៅប៉ែកអឺរ៉ុបអីខ្ញុំក៏ recommend ឲ្យអ្នកទាំងអស់គ្នាមកលេងនៅក្នុងខែ5 6 7 8អាចថាចូលខែ9ទៅចុះវាទេសភាពគឺស្រស់ស្អាតមែនតើអ្នកអង្គតែអាចពាក់កៅអៅ free style ដូចជា summer អីចឹងណាហើយជាមួយនឹងទេសភាពស្រស់ស្អាតវាអត់ត្រជាក់ខ្លាំងតែបើអ្នកមួយចំនួនគាត់ចូលចិត្តមកថតស្អាតជាមួយនឹងព្រិលធ្លាក់អីហ្នឹងជាចំណង់ចំណូលចិត្តមនុស្សម្នាក់ៗដូចគ្នាព្រោះអីព្រិលធ្លាក់គឺវាដំបងស្អាតដល់ពេលយូរទៅវាត្រជាក់រលាយអញ្ចឹងវាល្អិលហើយនេះជាផ្កានៅក្នុងរដូវ spring នេះហើយវាជិតចូល summer ហើយអ្នកនរគ្នាឃើញនៅតាមផ្លូវគឺផ្កាពណ៌លឿងផ្កាចម្រុះតាមផ្លូវស្រស់ស្អាតមែនទែនហើយពួកយើងបានដុតយករូបភាពវីដេអូជាច្រើនបាទស្វាមីខ្ញុំគាត់អៀនក៏អត់សូវចូលចិត្តទេតែខ្ញុំចូលចិត្តថតញ៉ែញោះគាត់អីចឹងណាគាត់ក៏ចូលចិត្តឲ្យខ្ញុំថតដែរពួកយើងចូលចិត្តទុកវីដេអូធ្វើជាដំណើរកម្សាន្តពេលយើងអង្គុយមើលអីចឹងណាពួកពេលខ្លះខ្ញុំធ្វើវីដេអូដាក់ YouTube ដែរខ្ញុំអត់ល្បីទេតែគ្រាន់ថាខ្ញុំចូលចិត្តធ្វើវាដាក់ក្នុង YouTube ទៅពេលទន្លេខ្ញុំចុចមើលនៅក្នុងទូរទស្សន៍ចឹងណាហើយអ្នកនរគ្នាអាចមើលបានទេសភាពស្អាតប៉ុណ្ណានៅទីនេះហើយលើសំឡេងសត្វស្លាបយំទេសភាពសំឡេងទឹកអីចឹងណាហើយក៏មានគេមកដំណើរកម្សាន្តដែរមិនមែនតែពួកខ្ញុំទេ
nơi tí này mình ta ở ta prey cái mình ta chừng nộp này vào lên ở thế cái nơi tí này cái nét tên này vì càng nghe holiday cái kia một đào lên nơi nông preyคือก็ดำนาកំសាន្តស្រូបយកខ្យល់អាកាសអីចឹងណាហើយចូលពួកយើងចូលចិត្តជិះកង់ដំណើរកំសាន្តតាមដងព្រៃមាត់ទឹកអីចឹងទៅហើយចូលចិត្តមើលសត្វស្លាបសត្វនានាដូចជាកូនកំប្រុកព្រៃអីដូចគ្នាជាដើមហើយស្លឹកឈើលាស់គឺជារដូវមួយដែលខ្ញុំចូលចិត្តបំផុតព្រោះវាមានផ្កាជាច្រើនលូតលាស់ចេញមកឲ្យស្រស់ស្អាតមែនតើហើយមួយទៀតទៅគឺនៅក្នុងសួនច្បាររបស់ពួកខ្ញុំពេលដែលរដូវស្លឹកឈើលាស់គឺវាមានផ្កាច្រើនព្រោះស្វាមីខ្ញុំគាត់ដាំមកហើយចឹងទៅខ្ញុំចូលចិត្តរុក្ខជាតិស្រស់ស្អាតដូចជាផ្កាហើយស្លឹកឈើពណ៌បៃតងអីចឹងទៅមើលទៅធ្វើឲ្យខ្ញុំenjoy ហើយរីករាយចឹងហើយណាមួយក្លិនវាក្រអូបដូចជាផ្កាទូលីបឬក៏ផ្កាម៉ាឡូលីអីចឹងណាហើយនៅទីនេះអ្នកអរគ្នាដូចឃើញជាក់ស្ដែងស្រាប់គឺស្លឹកឈើគឺចាប់ដើមលោហើយពណ៌បៃតងហើយមកគាត់លេងមើលទៅនៅទីនេះគឺគេមិនមែនជាព្រៃដែលគេទុកចោលឬដាច់ស្រយាលទេគេលក្ខណៈថាទុកដូចជាផាកកំសាន្តអញ្ចឹងណាអ្នកនរគ្នាអាចមកលេងបានគ្រប់គ្នាដើរលេងជុំវិញអីចឹងទៅអត់វង្វេងទេនៅទីនេះព្រោះគេមានផ្លូវមានសញ្ញាមានអីដាក់ឲ្យណាមួយវាអត់ឆ្ងាយពីក្រុងទេអាចមកលេងបានសម្រាប់អ្នកនៅទីនេះឬក៏tourist ចឹងហើយណាមួយនៅទីនេះគឺវាងាយស្រួលដើរលេងឬក៏ជិះកង់អីចឹងទៅអត់សូវមានចរាចរណ៍ទេនៅតាមជាយហើយក៏អរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូនេះបើសិនជាមានការនិយាយទៅខុសឆ្គងត្រង់ណាសូមមេត្តាអធិស្ឋានផងពួកខ្ញុំអត់សូវប៉ិនហើយគ្រាន់តែចង់ចែកម្លែកទេសភាពស្រស់ស្អាតនៅប្រទេសដាណឺម៉ាកឲ្យអ្នកទាំងអស់គ្នាបានឃើញអរគុណច្រើនចុច follow ហើយបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តជូនពរអ្នកទាំងអស់គ្នាសុខសប្បាយទាំងអស់គ្នាជួបគ្នានៅ